នៅពេលដែលម្ចាស់អាជីវកម្មពួកគាត់អាចរៀបចំបង្កើតទម្លាប់ល្អនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ហើយតើ app កត់លុយអាចជួយសម្រួលដល់ការគ្រប់គ្រងរបស់គាត់នឹងបានកម្រិតណាដែរលោកគ្រូបាទនៅក្នុង app កត់លុយដូចជំរាបចឹងគឺទាញយកតែរបាយការណ៍មកឲ្យតែបងប្អូនមាន QR code ស្រួលដែរបាទប្រើការទូទាត់តាម QR code អញ្ចឹងរាល់ប្រតិបត្តិការទាំងអស់មិនរក្សាទុកនៅក្នុង app របស់ធនាគារបាទល្ងាចឡើងយើងបិទហាងល្ងាចឡើងយើងចូលផ្ទះយើងទាញយក statement ណារបាយការណ៍ពីក្នុង app របស់ធនាគារហ្នឹងគាត់ចុច2 3ប៉ាត់ទៅដាក់ចូលក្នុង app កត់លុយរើសថានេះចំណាយនេះខ្ទង់អីចំណូលនេះខ្ទង់អីចប់វានឹងបូកដកឲ្យអូតូម៉ាទិកនៅក្នុងហ្នឹងបង្ហាញថាសរុបចំណូលថ្ងៃនេះប្រមាណសរុបចំណូលចំណាយថ្ងៃនេះប្រមាណយើងចំណេញប្រមាណថ្ងៃហ្នឹងហើយបើយើងបានកត់ច្រើនទៅយើងមើលក្នុងសប្តាហ៍បានចំណេញប្រមាណក្នុងខែនេះចំណេញប្រមាណខែ1 2 3 4 5រហូតដល់ចុងឆ្នាំទៅយើងខែណាខ្លះចំណូលឡើងចុះយ៉ាងម៉េចណាអញ្ចឹងយើងអាចនិយាយបានត្រឡប់ទៅសំណួរដើមថាគាត់លៃយ៉ាងម៉េចនៅពេលដែលចំណូលឡើងចុះនឹងគាត់លៃចាត់ចែងបាទហើយវាកាន់តែទំនើបគឺapp កត់លុយនឹងមានជាឲ្យជាគេហៅថាជាអនុសាសន៍នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុទៅតាមស្ថានភាពរបស់យើងនឹងបាទអាជីវកម្មរបស់យើងនឹងហើយមុខងារថ្មីដែលយើងនឹងធ្វើនោះគឺវានឹងជួយទីទុកនៅលំហូរសាច់ប្រាក់របស់យើងណាគឺគួរតែមានចំណូលចំណាយនេះទៅមុខនឹងប្រមាណនេះមកវាឲ្យយោបល់ទៅលើការបង្កើនការលក់ក៏យ៉ាងម៉េចអញ្ចឹងណាអញ្ចឹងវាកាន់តែងាយស្រួលយើងគ្រាន់តែចូលទៅន័យស្អីនៅក្នុង app កត់លុយវាជួយរក្សាយើងដូចគណនេយ្យករប្រធានហិរញ្ញវត្ថុមួយនៅក្នុងបាតដៃរបស់យើងអញ្ចឹងណាដូច assistant របស់យើងមួយអញ្ចឹងណា